Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំ Learn English with me នៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពី English word with tense English word with tense គឺថាកិរិយាសព្ទជាមួយនឹងការទាំង12នៅក្នុងភាសាអង់គ្លេសការទាំង12ក្នុងទីនេះគឺយើងត្រូវតែសិក្សាទាំងអស់គ្នាដើម្បីបានជាចំណេះដឹងជាមួយនឹងការប្រើប្រាស់ពាក្យនៅក្នុងការទាំង12ហ្នឹងអូខេដូចនេះ you must learn this word បើថា this verb you must learn this verb ណាយើងត្រូវតែសិក្សាត្រូវតែរៀនកិរិយាសព្ទទាំងអស់នេះដើម្បីបានដឹងព្រោះយើងអ្នករៀនអង់គ្លេសសំខាន់គឺកាលនៅក្នុងអង់គ្លេសក្នុងភាសាអង់គ្លេសទាំង12ហ្នឹងប៉ុន្តែក្នុងនេះគឺយើងបានសិក្សាអំពីបច្ចុប្បន្នកាល present អតីតកាល past ដល់អនាគតកាល future Okay, let's go continue together. Okay, present បច្ចុប្បន្នកាល past អតីតកាល future អនាគតកាលបច្ចុប្បន្នកាលធម្មតាអតីតកាលធម្មតានិង future ធម្មតាអនាគតកាលធម្មតាអូខេពាក្យនេះយើងហៅថា I eat ពេលខ្ញុំញ៉ាំនៅក្នុង present simple នៅក្នុង present ដល់ក្នុង past I ate ខ្ញុំបានញ៉ាំអតីតកាលយើងប្រែថាបានអតីតកាលខ្ញុំបានញ៉ាំដល់អនាគតកាល I will eat ខ្ញុំនឹងញ៉ាំអូខេ I drink ខ្ញុំផឹក I drank ខ្ញុំបានផឹក I will drink ខ្ញុំនឹងផឹកអូខេ continue I play ខ្ញុំលេងហើយ I play ដែរគាត់ថាអតីតកាលវាថែមពាក្យនេះកិរិយាសព្ទមិនប្រែប្រួលបើថាមិនប្រែប្រួលយើងអត់ថែម ed បាទកិរិយាសព្ទណាបញ្ចប់មិនប្រែប្រួលវាបញ្ចប់ទៅដោយ y អញ្ចឹងយើងថែម ed y ពាក្យកិរិយាសព្ទដែលចប់ដោយ y យើងថែម ed អញ្ចឹងទៅខ្ញុំបានលេង I play ខ្ញុំបានលេងដល់ I will play ខ្ញុំនឹងលេងពាក្យថា will នេះប្រែថានឹងបញ្ជាក់ថាយើងនឹងធ្វើអ្វីមួយពាក្យនេះនឹងយើងបដិញ្ញាថានឹងធ្វើយើងប្រើពាក្យនឹងអូខេ I read ខ្ញុំអាន I read ខ្ញុំបានអាន I will read ខ្ញុំនឹងអានអូខេ continue I like ខ្ញុំចូលចិត្ត I like ខ្ញុំបានចូលចិត្តហេយើងថែម ed ដោយសារកិរិយាសព្ទនេះវាអត់ប្រែប្រួលទេ I like ខ្ញុំបានចូលចិត្តដល់ I will like ខ្ញុំនឹងចូលចិត្ត I love ខ្ញុំស្រឡាញ់ I love ខ្ញុំបានស្រឡាញ់បើថាអានេះវាផាសនៅក្នុងផាសក្នុងអតីតកាលខ្ញុំបានស្រឡាញ់ដល់ I will love ខ្ញុំនឹងស្រឡាញ់អូខេ continue I need ខ្ញុំត្រូវការដល់ I need ខ្ញុំបានត្រូវការដល់ future I will need ខ្ញុំនឹងត្រូវការអូខេ I take នេះក្នុង past present I take ខ្ញុំយក I took ខ្ញុំបានយក I will take ខ្ញុំនឹងយកអូខេ continue I walk បើថាខ្ញុំដើរ I walk ខ្ញុំបានដើរដល់ I will walk
I will work ខ្ញុំនឹងដើរអូខេអានេះដល់ទៀតអានេះ present បច្ចុប្បន្នធម្មតាបច្ចុប្បន្ន past អនាគតអតីតកាល sorry អតីតកាលដល់ future អនាគតអូខេ I work I work I work ខ្ញុំធ្វើការ I work ខ្ញុំបានធ្វើការដល់ I will workខ្ញុំនឹងធ្វើការអូខេ I teachខ្ញុំបង្រៀនដល់ I took ខ្ញុំបានបង្រៀន I will teach ខ្ញុំនឹងបង្រៀនអូខេ I study អូខេបញ្ជាក់ដល់នេះអានេះគេនិយាយស័ព្ទប្រែប្រួលយើងចំណាំផងព្រោះវាមិនច្រើនទេគេនិយាយស័ព្ទទាំងអស់ហ្នឹងយើងអាចចំណាំបានពាក្យណាប្រែប្រួលណាមិនប្រែប្រួលយើងអាចចំណាំបានដល់ I study ខ្ញុំរៀន I studied ខ្ញុំបានរៀនអានេះប្រែប្រួលយើងផ្លាស់ប្ដូរ y ទៅជា id អូខេដោយសារតែបើសិនបើពាក្យនឹងបញ្ចប់ទៅដោយvowel ស្រៈពីរឬថាមាន a ពីមុខ y ទៀតអញ្ចឹងយើងថែមតែ ed ទេប៉ុន្តែបើវាបញ្ចប់ទៅដោយ consonant មួយ vowel មួយយើងលុប y ចេញថែម i ed នៅក្នុង past អូខេដល់ future I will study ខ្ញុំនឹងរៀនអូខេ continue អូខេ one more I sleep ដែលខ្ញុំគេង I slept អានេះ I sleep present past I slept ខ្ញុំបានគេង I will sleep ខ្ញុំនឹងគេងកាលណាយើងប្រើមួយ will គេយកស័ព្ទហ្នឹងអត់ផ្លាស់ប្ដូរអត់ប្រែប្រួលទៅណាទេគឺគេយកស័ព្ទ present ធម្មតាគេថា infinitive verb អូខេដល់ I draw ខ្ញុំគូគំនូរ I draw ដល់ I throw នេះខ្ញុំបានគូដល់ I will draw ខ្ញុំនឹងគូ I buy ខ្ញុំទិញ I bought ខ្ញុំបានទិញ I will buy ខ្ញុំនឹងទិញអូខេ I sell ខ្ញុំលក់ដល់ I sold ដល់ past I sold ខ្ញុំបានលក់ដល់ I will sell ខ្ញុំនឹងលក់អូខេ continue one more I go ខ្ញុំទៅដល់ I went go ជា verb 1 infinitive verb 1អានេះជា past participle verb 2 គឺ I win ខ្ញុំបានទៅយើងប្រើជាមួយ past I win ខ្ញុំបានទៅដល់ future I will go ខ្ញុំនឹងទៅអូខេ one more I watch ខ្ញុំមើលដល់ I watch ខ្ញុំមើលខ្ញុំបានមើលអូខេខ្ញុំបានមើល I will watch ខ្ញុំនឹងមើលអូខេ one more I listen ខ្ញុំស្ដាប់ I listened ខ្ញុំបានស្ដាប់ I will listen ខ្ញុំនឹងស្ដាប់ one more I speak ខ្ញុំនិយាយ I spoke ខ្ញុំបាននិយាយអានេះ verb 2ដល់ verb 3 I spoken ថែម n មួយទៀតមកអាហ្នឹងយើងប្រើជាមួយនឹង verb 3តែក្នុង past យើងប្រើ verb 2អូខេ verb 2ដល់ one more I will speak ខ្ញុំនឹងនិយាយអូខេ that's all everyone thank you for watch this video until from until to end this video okay
អូខេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរអ្នកនរគ្នាមានសុខភាពល្អសំណាងល្អនិងប្រាជ្ញាឆ្លាស់វៃក្នុងការសិក្សារៀនសូត្រអូខេយើងបានសិក្សាពាក្យទាំងអស់នេះជាមួយនឹងការទាំងពីរបន្តិចតួចបានជាចំណេះដឹងខ្លះបន្តិចមែនតែយូរទៅគង់តែចេះច្រើនយើងចាប់ផ្ដើមពី basic រហូតទៅដល់ advance ពីកម្រិតទាបរហូតទៅដល់កម្រិតខ្ពស់បន្តិចម្ដងគង់តែចេះទេអ្នកនរគ្នាដូចទឹកតក់ពេញបំពង់អញ្ចឹងចាស់បុរាណយើងតែនិយាយអញ្ចឹងអរគុណសម្រាប់ការតាមវីដេអូនេះជួបគ្នាវីដេអូក្រោយបន្តទៀតសូមអរគុណសូមជម្រាបលា